សួស្តីបងប្អូនទាំងអស់គ្នាគណៈប្រតិភូវិនិយោគិនកូរ៉េបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រីកវិនិយោគបន្ថែមនិងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជាក្រោយជំនួបផ្លូវការរវាងគណៈប្រតិភូវិនិយោគិនកូរ៉េជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះបងប្អូនចង់ជ្រាបកាន់តែច្បាស់សូមចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នានៅខ្លឹមសារសំខាន់ៗនៃជំនួបនេះដូចតទៅនេះព្រឹកថ្ងៃទី20ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូវិនិយោគិនកូរ៉េដែលដឹកនាំដោយឯកឧត្តមគីមឆាងយ៉ុងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានិងសម្រាប់សម្រួលដោយសភាពាណិជ្ជកម្មប្រចាំកម្ពុជាកូឆាននិង World Free Group ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកអគ្គរដ្ឋទូតកូរ៉េបានវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកូរ៉េកម្ពុជាដែលបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នានេះគណៈប្រតិភូវិនិយោគិនកូរ៉េសម្ដែងនៅជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់សម្ដេចធិបតីកម្ពុជានឹងបន្តសម្រេចនូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតគណៈប្រតិភូវិនិយោគិនកូរ៉េបានបញ្ជាក់ថាគណៈប្រតិភូនេះមានតំណែងចំនួន15ក្រុមហ៊ុនមកពីវិស័យកលឹះដូចជាយានយន្តអេឡិចត្រូនិកវាយនភ័ណ្ឌការចាយចាយនិងម្ហូបអាហារហិរញ្ញវត្ថុនិងធនាគារសំណង់ព្រមទាំងការកំសាន្តនិងវប្បធម៌ដំណើរទស្សនកិច្ចធុរកិច្ចពេលនេះគឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងកូរ៉េកម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគនិងមានគោលបំណងស្វែងយល់អំពីស្ថានភាពទីផ្សារនៅកម្ពុជាដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែមក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀតក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរក្នុងចំណោមក្រុមហ៊ុនទាំង15មាន7ក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជានិង6ក្រុមហ៊ុនទៀតកំពុងវិនិយោគនៅប្រទេសវៀតណាមនិងមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជាគណៈប្រតិភូវិនិយោគិនកូរ៉េក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រនិងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េដើម្បីទទួលបាននូវភាពរីកចម្រើននិងជោគជ័យនៅកម្ពុជាព្រមទាំងបានបញ្ញាចិត្តក្នុងការចូលរួមចំណែកការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងយ៉ាងជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េនិងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូឆាននិង World Free Group ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះសម្ដេចធិបតីបានបញ្ជាក់ថានៅឆ្នាំក្រោយគឺជាខួបលើកទី30នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរក្នុងរយៈពេល73ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជាសាធារណរដ្ឋកូរ៉េនេះទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទន្ទឹមនឹងនេះក្រុមហ៊ុនកូរ៉េបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងន័យនេះសម្ដេចធិបតីក៏បានសម្ដែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគក៏ដូចជាស្វែងរកឱកាសការងារវិនិយោគថ្មីៗទៀតនៅលើវិស័យសក្តានុពលជាច្រើនទៀតនៅកម្ពុជាសម្ដេចធិបតីបានគូបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយនិងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់វិនិយោគិនការកែតម្រង់ស្ថាប័នការធ្វើសាមញ្ញកម្មនីតិវិធីនានាព្រមទាំងការផ្ដល់នូវការអនុគ្រោះពន្ធជាដើមបន្ថែមពីលើនេះសម្ដេចធិបតីក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលនឹងកំពុងបញ្ញាចិត្តយ៉ាងមុតមាំនិងខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោកផ្លូវទឹកផ្លូវអាកាសនិងផ្លូវដែកព្រមទាំងការបន្តអភិវឌ្ឍវិស័យថាមពលដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូនសម្ដៅធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់និងអន្តរជាតិជាទីបញ្ចប់សម្ដេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជាប្រកបដោយភាពអំណោយផលខ្ពស់និងលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនកូរ៉េបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចាប់យកឱកាសជាក់ស្ដែងក្នុងការពង្រីកការវិនិយោគក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជាបងប្អូនទាំងអស់គ្នានេះគឺជាខ្លឹមសារសំខាន់នៅក្នុងជំនួបរវាងគណៈប្រតិភូវិនិយោគិនកូរ៉េជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះគឺជាឱកាសដែលល្អមែនទែនបងប្អូនដោយសារតែមានក្រុមហ៊ុនជាច្រើនរបស់កូរ៉េកំពុងតែស្វែងរកឱកាសវិនិយោគថ្មីៗនៅលើទឹកដីកម្ពុជាដូច្នេះហើយបងប្អូនទាំងអស់គ្នាសូមចូលរួមចែករំលែកនូវព័ត៌មានជាតិឲ្យបានច្រើនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយនឹងនាងខ្ញុំនៅព័ត៌មាន